សម្រាប់បងដែលគាត់មានតម្រូវការជាប្រភេទរទេះលក់ទឹកអំពៅប្រហិតចៀនសាច់អាំងនិងគ្រឿងកាហ្វេភេសជ្ជៈបងអាចមើលជាប្រភេទរទេះចំហៀងចល័តបែបនេះបានសម្រាប់រទេះណាគឺអរគុណអតិថិជនយើងខ្ញុំបងប្រុសគាត់នៅខាងកំពង់ស្ពឺដែលគាត់បានធ្វើការកំងមួយឈុតតែម្ដងនេះបងអាចមើលមកជុំបែបនេះបានណាគឺស្រស់ស្អាតខ្លាំងមែនតែនតែម្ដងសម្រាប់យើងជីកលក់ចល័តគឺងាយស្រួលខ្លាំងណាចានេះខាងក្រោយមានចក្រានអាំងសាច់មួយហើយទូកញ្ចក់ខាងនេះគឺមាន2ថ្នាក់3ប្លោះបែបនេះតែម្ដងសម្រាប់យើងដាក់ប្រហិតចៀននិងគ្រឿងកំប៉ុងអីហ្នឹងគឺត្រូវណាសម្រាប់ក្តារយើងដាក់ធុងទឹកកកបាន40លីត្រ60លីត្រដាក់បានត្រូវទាំងអស់តែម្ដងខាងលើមានថ្នាក់យើងសម្រាប់ឲ្យដាក់អីវ៉ាន់បានមួយជាន់ទៀតដែរចានេះខាងមុខគឺក្បាលknៀបអនាម័យកាត់ម្ដងស្ងួតម្ដងអស់ទឹកណាចំពោះខាងក្រោមយើងប្រើជាប្រភេទម៉ាស៊ីនសាំងម៉ាស៊ីនថ្មីម៉ាស៊ីនកោះកេះតែម្ដងចាបងនេះគឺធន់ងាយស្រួលប្រើប្រាស់ក្នុងការលក់ដូរជាប្រចាំថ្ងៃសម្រាប់ដុំអនាម័យនេះគឺដុំតាន់បងចាកិនមួយស្ងួតមួយអស់ទឹកតែម្ដងសម្រាប់ឈុតនេះគឺខាងខ្ញុំហ្វ្រីចាក់ប្រេងបាតហ្វ្រីចាក់សាំងបច្ឆេះមើលជូនអតិថិជនឲ្យមកស្អាតរួចរាល់តែម្ដងហ្វ្រីកាតូទឹកអំពៅសយោនិយាយរួមទៅរៀបចំមកកាផ្លេជូនគាត់តែម្ដងសម្រាប់ម៉ូតូអីហ្នឹងគឺខាងខ្ញុំរៀបចំដូរបូមធំជូនគាត់មកគូដូរច្បាប់វិញ្ញាណរៀបចំជូនគាត់មួយសេតបែបហ្នឹងតែម្ដងសម្រាប់ព័ត៌មានលម្អិតបងអាចធ្វើការឆាតចូលមកកាន់ page ឬមួយក៏លេខទូរស័ព្ទ3ខ្សែដែលបងដាក់នៅខាងលើនឹងបានមិនថាបងនៅតាមបណ្ដាខេត្តក៏បងអាចធ្វើការកំងបានដូចគ្នាខាងបងមានសេវាកម្មដឹកជញ្ជូនមក25ខេត្តក្រុងសម្រាប់ទីតាំងបុស្សិប្បកម្មនាងខ្ញុំនៅលើផ្លូវ271ម្ដុំផ្សារដើមស្កូវចាជាចុងក្រោយក៏អរគុណដល់បងមួយដែលជាទុកចិត្តមកលើសិប្បកម្មនាងជូនពរបងមួយលក់ដាច់ហេងទាំងអស់គ្នាចាបងអរគុណ